ខ្ញុំភាគច្រើនចូលចិត្តមកទិញ steak នៅផ្សារ Edisto ណាអ្នកទាំងអស់គ្នាហើយ steak នៅផ្សារហ្នឹងគឺយើងអាចកំងបានតាមចិត្តពេលយើងចង់បានសាច់រាងច្រើនអញ្ចឹងយើងអាចឲ្យគេយកពីក្នុងទូមកថ្មីហើយកាត់ឲ្យយើងជាបន្ទះស្ដើងឬក៏ក្រាស់តាមយើងចូលចិត្តអញ្ចឹងណាជាពិសេសបើសិនជាយើងចង់ទិញវេចខ្ចប់ដូចប្រហែលថាយើងត្រូវការតលេងនៅស្រុកខ្មែរអញ្ចឹងយើងចង់វេចខ្ចប់ steak ដើម្បីឲ្យបងប្អូនពុកម៉ែយើងបានញ៉ាំឆ្ងាញ់អញ្ចឹងណាគឺគេមានការវេចខ្ចប់គេបឺតថង់ខ្យល់ឲ្យយើងមកស្អាតតែម្ដងហើយគេកាត់បន្ទះឲ្យយើងស្ដើងឬក៏ក្រាស់តាមយើងកំណត់អញ្ចឹងណាហើយគេសួរយើងថាយើងចង់បឺតខ្យល់ហ្នឹងមួយដុំបឺតមួយឬមួយក៏ពីរដុំបឺតមួយឬក៏តាមយើងចង់បឺតខ្យល់ដូចឧបមាថាមួយថង់ហ្នឹងយើងចង់ដាក់3ដុំឬក៏មួយដុំពីរដុំអីគេបឺតខ្យល់ឲ្យយើងតាមយើងចង់បានទាំងអស់និយាយទៅគឺស្រួលមែនទែនអ្នកទាំងអស់គ្នាប៉ុន្តែសាច់ហ្នឹងគឺតម្លៃរៀងថ្លៃបើសិនជាយើងជ្រើសរើសយកសាច់រៀងល្អអញ្ចឹងណាហើយកន្លែងនេះគឺគេកំពុងតែបឺតខ្យល់អ្នកទាំងអស់គ្នាគេដាក់ថង់ឲ្យបឺតខ្យល់ម៉ាស៊ីនគេធំគេដាក់បាន2ជួរវែងតែម្ដងនេះហើយណាមួយសាច់យើងក៏អត់ចូលខ្យល់ដែរដោយសារទុកបានយូរគេដាក់ក្នុងកអញ្ចឹងទៅភាគច្រើនគឺខ្ញុំតែងតែមកទិញនៅហ្នឹងឯងពេលរាល់ពេលដែលខ្ញុំទៅខ្មែរ